ស្ដីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទពូនិស្សិតថ្ងៃនេះដែរខ្ញុំមកនិយាយអំពីសាច់រឿងពិតនៃភក្ដីភាពរបស់សត្វឆ្កែមួយក្បាលដែលបានរងចាំម្ចាស់របស់វានឹងអស់រយៈពេល10ឆ្នាំតែម្ចាស់របស់វាមិនបានត្រឡប់វិញគាត់បានស្លាប់វាមានឈ្មោះថា Hachiko នៅក្នុងឆ្នាំ1932មានអត្ថបទមួយនឹងបានបោះពុម្ពផ្សាយនៅក្នុងកាសែត Asahi Shimbun របស់ប្រទេសជប៉ុនបានដាស់តឿនដល់ពិភពលោកទាំងមូលអំពីសាច់រឿងនៃសោកនាដកម្មរបស់សត្វឆ្កែមួយក្បាលដែលបានរងចាំម្ចាស់របស់វានឹងអស់រយៈពេលជិត10ឆ្នាំដោយមិនមានការរំខានដែលម្ចាស់មិនដែលត្រឡប់តោះនោះគឺគាត់មានឈ្មោះថា Kidozabuiro Yuino គាត់គឺជាសាស្ត្រាចារ្យដែលបានកើតនៅក្នុងថ្ងៃទី19ខែមករាឆ្នាំ1872នៅក្នុងឆ្នាំ1895គាត់បានបញ្ចប់ការសិក្សាពីនាយកដ្ឋានកសិកម្មនៃទីក្រុងតូក្យូនៅក្នុងឆ្នាំ1916គាត់ក៏បានក្លាយជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ Imperial នៅពេលនោះគ្រួសាររបស់លោកសាស្ត្រាចារ្យ Yuino នឹងបានឲ្យគាត់នឹងរៀបការជាមួយនឹងកូនក្រមុំដែលជាកូនគេអ្នកមានប៉ុន្តែលោកសាស្ត្រាចារ្យមិនបានស្រឡាញ់ទេគាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍កញ្ញា Yiko Sagano ដែលកើតនៅក្នុងឆ្នាំ1885ដែលគាត់គឺជាគ្រូបង្ហាត់តែគ្រួសាររបស់លោកសាស្ត្រាចារ្យមិនពេញចិត្តនៅទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនោះទេដូច្នេះលោកសាស្ត្រាចារ្យ Yuino ក៏បាននាំកញ្ញា Yiko ទៅរស់នៅផ្ទះមួយនៅក្នុងតំបន់ Shibuya ពួកគេរស់នៅជាមួយនឹងគ្នានឹងយ៉ាងសប្បាយរីករាយលោកសាស្ត្រាចារ្យ Yuino បានជិះរថយន្តពីស្ថានីយ៍ Shibuya ទៅធ្វើការជារៀងរាល់ថ្ងៃហេតុតែគាត់ជាអ្នកដែលស្រឡាញ់សត្វឆ្កែគាត់ក៏បានសុំឲ្យសិស្សរបស់គាត់ដែលមានឈ្មោះថា Yomose ឲ្យទៅរកឆ្កែអាគីតាឲ្យគាត់នៅពេលដែលរកបាននៅពេលនោះ Hachiko គឺនៅមានអាយុត្រឹមតែ3ខែតែប៉ុណ្ណោះគឺគាត់មានជំងឺផងដែរ6ខែបន្ទាប់លោកសាស្ត្រាចារ្យ Yuino ក៏បានដាក់ឈ្មោះ Hachiko នោះដាក់ឲ្យថា Hachi គឺជាលេខ8ដែលតំណាងឲ្យភាសារបស់ជប៉ុនកូគឺជាកិត្តិយសដែលបានផ្ដល់ដល់គាត់ Hachiko កើតនៅខែវិច្ឆិកាឆ្នាំ1923មិនយូរប៉ុន្មាន Hachiko ក៏បានធំឡើងក្លាយជាឆ្កែគីតាដ៏ធំបានដឹកនាំលោកសាស្ត្រាចារ្យ Yuino ទៅកាន់ស្ថានីយ៍រថយន្ត Shibuya ជារៀងរាល់ព្រឹកនិងជារៀងរាល់ល្ងាចឆ្កែតែងតែទៅរង់ចាំម្ចាស់ជាទីស្រឡាញ់ត្រឡប់មកវិញពួកគេបានត្រឡប់មកផ្ទះជាមួយនឹងគ្នាមិត្តភាពរបស់អ្នកទាំងពីរក៏បានចាប់ដើមកើតឡើងរវាងសាស្ត្រាចារ្យហើយនិងឆ្កែស្ថានភាពដ៏អស្ចារ្យរបស់ពួកគេបានបន្តរហូតដល់ថ្ងៃទី21ខែឧសភាឆ្នាំ1925នៅពេលដែលលោកសាស្ត្រាចារ្យ Yuino បានទទួលមរណភាពនៅក្នុងអំឡុងពេលដែលគាត់បង្រៀនស្រាប់តែមានឈាមហូរនៅក្នុងខួរក្បាលរបស់គាត់ហើយសពរបស់គាត់ត្រូវបានគេយកទៅបញ្ចុះនៅឯអូហាម៉ាភរិយារបស់លោកសាស្ត្រាចារ្យ Yuino គឺ Yiko គឺត្រូវបានឲ្យរុះរើចេញពីផ្ទះរបស់ពួកគេដោយសារតែពន្ធមរតកដែលពួកគេបានផ្លាស់ប្ដូរទីលំនៅសាស្ត្រាចារ្យរបស់លោកសាស្ត្រាចារ្យ Yuino បាននាំគ្នាប្រមូលផ្ដុំគ្នាជាច្រើនដើម្បីទិញផ្ទះមួយសម្រាប់ The Growing Window Hachiko បានចំណាយពេលជាច្រើនខែនៅជាមួយគ្រួសារផ្សេងៗនៅ Asakusa ដែលនៅក្រៅ Shibuya គេតែងតែឃើញ Hachiko ទៅស្ថានីយ៍ Shibuya ចម្ងាយ8គីឡូម៉ែត្រអស់រយៈពេលជាង1ឆ្នាំប៉ុន្តែនៅក្នុងរដូវក្តៅនៅក្នុងឆ្នាំ1925គេបានរកឃើញគាត់នៅឯជាមួយនឹងអ្នកថែសួនរបស់លោកសាស្ត្រាចារ្យពីមុនដែលគាត់មានឈ្មោះថា Kobayashi ដែលគាត់នៅឯ Yoyogi ហើយបានអាណិតអាសូរ Hachiko នឹងបានថែទាំគាត់នៅពេលដែលដាក់ចំណុចឲ្យគាត់ហើយគាត់តែងតែរត់ទៅជុំវិញផ្ទះចាស់របស់លោកសាស្ត្រាចារ្យ Yuino ហើយគាត់បានទៅអង្គុយនៅបញ្ចុះលក់សំបុត្រនៅស្ថានីយ៍ Shibuya ដើម្បីមើលការត្រឡប់នៃម្ចាស់ទីស្រឡាញ់របស់គាត់ហើយគាត់បានបន្តធ្វើដូច្នេះមិនថាថ្ងៃក្តៅថ្ងៃភ្លៀងឬក៏មានព្រិលនោះទេស្ថានភាពបែបនេះអស់រយៈពេលជិត10ឆ្នាំដោយគ្មានថាបាត់មុខ Hachiko ពីស្ថានីយ៍ Shibuya នោះឡើយតែអង្គុយចាំម្ចាស់ទីស្រឡាញ់ត្រឡប់មកវិញ
Hachiko ត្រូវបានគេចាត់ទុកថាជាឆ្កែវង្វេងព្រោះគាត់តែងតែនៅស្ថានីយ៍តែម្នាក់ឯងគេប្រព្រឹត្តយ៉ាងអាក្រក់ហើយត្រូវបានចាត់ទុកថាជាការរំខានដោយឃើញពីស្ថានភាពរបស់ Hachiko មនុស្សជាច្រើនទោះបីទាំងបុគ្គលិកនៅទីនោះបានបង្ហាញការអាណិតអាសូរហើយបានចាប់ផ្ដើមមើលថែទាំគាត់ខណៈពេលដែលថ្ងៃប្រហែលជាសប្តាហ៍បន្ទាប់ខែហើយទៅជាឆ្នាំ Hachiko នៅតែមានវត្តមានជារៀងរាល់ថ្ងៃនៅស្ថានីយ៍គាត់មិនដែលថាបាត់បង់ក្តីសង្ឃឹមនៅក្នុងការឃើញម្ចាស់របស់គាត់ត្រឡប់មកវិញនោះទេឥទ្ធិពលរបស់គាត់បានហួសពីការធ្វើឲ្យគាត់នឹងក្លាយជារូបតំណាងក្នុងសហគមន៍ Shibuya ទោះបីជាយ៉ាងណាលោក Seto អតីតសិស្សរបស់លោកសាស្ត្រាចារ្យ Yuino និងជាអ្នកជំនាញពូតផ្កាហ្គីតាបានប្រទះឃើញសត្វឆ្កែនេះនៅស្ថានីយ៍រថភ្លើងហើយបានតាមដានវានៅតាមផ្ទះអតីតអ្នកថែសួនរបស់លោក Yuino គឺលោក Kobayashi នៅទីនោះគាត់បានបង្ហាញពីក្តីរឿងរ៉ាវនៃជីវិតរបស់ Hachiko លោក Seto បានបោះពុម្ពអត្ថបទជាច្រើនអំពីភាពស្មោះត្រង់គួរឲ្យកត់សម្គាល់របស់សត្វឆ្កែមួយនេះក្នុងឆ្នាំ1932មានអត្ថបទមួយនោះគាត់បានចោះនៅផ្សាយនៅក្នុងកាសែត Asahi Shimbun របស់ប្រទេសជប៉ុនបាននាំឲ្យសត្វឆ្កែមួយនេះចូលទៅក្នុង Spotlight ជាតិនៅពេលដែលប្រព្រឹត្តផ្សព្វផ្សាយបានផ្សព្វផ្សាយរឿងរ៉ាវកក់ក្ដៅនៃ Hachiko មនុស្សចាប់ផ្ដើមមើលឃើញ Hachiko ជាវីរបុរសគាត់បានប្រព្រឹត្តចំពោះគាត់ដោយក្តីស្រឡាញ់ការគោរពនិងសេចក្តីសប្បុរសស្ថានីយ៍នេះទទួលបានការបរិច្ចាគអាហារសម្រាប់ Hachiko ជារៀងរាល់ថ្ងៃខណៈពេលដែលភ្ញៀវពីគ្រប់ទិសទីដើម្បីជួបគាត់ប៉ុន្តែ Hachiko នៅតែតរងចាំម្ចាស់របស់គាត់ជារៀងរាល់ថ្ងៃ Hachiko បានស្លាប់នៅថ្ងៃទី8ខែមីនាឆ្នាំ1935ក្នុងអាយុ11ឆ្នាំ Hachiko បានទទួលរងជំងឺមហារីកដំណាក់កាលចុងក្រោយ Hachiko ឥឡូវនេះបានសម្រាកដោយសន្តិភាពនៅជាប់នឹង Master ជាទីស្រឡាញ់បន្ទាប់ពី55ឆ្នាំនៅរបស់អ្នកទាំងពីរនិង Hachiko ត្រូវបានមកចោះរួមគ្នានៅថ្ងៃទី19ខែឧសភាឆ្នាំ2016ស្របតាមបំណងប្រាថ្នារបស់នាងដែលបានកត់ត្រានៅក្នុងឯកសារមួយដែលរកឃើញនៅក្នុងឆ្នាំ2014ដោយ So Tezawa បាននិយាយថាសូម្បីតែបន្ទាប់ពីការស្លាប់របស់គាត់គឺ Hachiko នៅតែអង្គុយនៅពីមុខច្រកចេញពីស្ថានីយ៍ Shibuya រងចាំម្ចាស់ជាទីស្រឡាញ់គឺលោកសាស្ត្រាចារ្យ Yuino នឹងត្រឡប់មកវិញ